ជំរាបសួរអ្នកនរគ្នាជួបគ្នាសាជាថ្មីតើឥឡូវយើងមកបន្តជាមួយទៅនឹងមេរៀន Linux របស់យើងបន្តទៀតការពីវីដេអូមុនយើងបានដឹងរួចមកហើយទាក់ទងជាមួយទៅនឹង Entitlement ដូច្នេះនៅក្នុងវីដេអូមេរៀនមួយនេះយើងនឹងមកដឹងអំពី Package Management វិញម្ដងថាតើអ្វីទៅគឺជា Package Management នៅក្នុង Linux ដូច្នេះនៅក្នុងវីដេអូនេះខ្ញុំលើកយកជាមួយទៅនឹង5ចំណុចធំៗតែចំណុចទី1យើងនឹងនិយាយអំពី Package Manager នៅក្នុង Linux ហើយចំណុចទី2យើងមកនិយាយអំពី Linux Repository ថាអ្វីទៅគឺជា Linux Repository ចំណុចទី3តាក់ទងជាមួយទៅនឹង RPF ដែលមកពីពាក្យពេញថា Red Hat Package Manager ហើយចំណុចទី4អ្វីទៅគឺជា YAML Package Manager ដែលជា command មួយដែលពេញនិយមនៅក្នុង Linux OS ហើយចំណុចទី5តាក់ទងជាមួយទៅនឹង YAML command នៅក្នុង Linux តោះកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់វីដេអូមេរៀនរបស់យើងទាំងអស់គ្នាជួយសួរអ្នកនរគ្នាសាជាថ្មីឥឡូវយើងមកបន្តមេរៀនរបស់យើងទាំងអស់គ្នាតទៅជាមួយទៅនឹង Package Management ខ្ញុំសូមលើកម្ដងទៀតនៅក្នុងមេរៀននេះគឺយើងនឹងសិក្សាទៅលើ5ចំណុចទី1យើងមកដឹងថាអ្វីទៅគឺជា Package Manager នៅក្នុង Linux អ្វីទៅគឺជា repository អ្វីទៅគឺជា RPM ឬក៏ Red Hat Package Manager ហើយមួយទៀតគឺ YAML Package Manager ហើយចុងក្រោយគឺ YAML command ម្ដងតើយើងប្រើប្រាស់ command អ្វីខ្លះសម្រាប់ YAML command ហ្នឹងដូចចំណុចទី1 Package Manager អ្វីទៅគឺជា Package Manager បើយើងនិយាយឲ្យងាយស្រួល Package មានន័យថាវាជាកញ្ចប់មួយហើយ Manager មានន័យថាជាកន្លែងគ្រប់គ្រងកញ្ចប់អញ្ចឹងបើសិនយើងនិយាយពី technical វិញមានន័យថាជាទីតាំងមួយសម្រាប់ធ្វើការគ្រប់គ្រងនៅ application ឬក៏ service ណាមួយដែលយើងទាញយកមកប្រើប្រាស់នៅក្នុង server ឥឡូវយើងមកដឹងអត្ថន័យពេញមកគេ Package Manager មានន័យថាវាគឺជា software program មួយដែលប្រើប្រាស់សម្រាប់ធ្វើការគ្រប់គ្រងនៅ software នៅក្នុង Linux យើងអាចធ្វើការ download update research ឬក៏ delete package នោះទៅតាមអ្វីដែល system ត្រូវការហើយ package វាធ្វើការរួមបញ្ចូលទាំងbinary code program config file ហើយសម្រាប់ធ្វើការ install នៅ software មួយហើយអ្វីដែលសំខាន់នោះ Package Manager នៅក្នុង Linux វាធ្វើការរួមបញ្ចូលជាមួយទៅនឹងព័ត៌មានអំពី dependency អញ្ចឹងបើយើងនិយាយពីពាក្យថា dependency វាគឺជា service តូចៗដែល package ឬក៏ application មួយហ្នឹងត្រូវការឧទាហរណ៍ថាបើយើងនិយាយពីមកខាងក្រៅវិញឧទាហរណ៍ថាអ្នកនរគ្នាត្រូវការឡើងជិះម៉ូតូអញ្ចឹងដើម្បីឡើងជិះម៉ូតូបានត្រូវការអីខ្លះមិនត្រូវការយកសោទៅចាក់ដើម្បីអាចឲ្យម៉ូតូហ្នឹងវាដំណើរការទៅមុខមានន័យថាវាគឺជាគ្រឿងបង្គុំមួយដើម្បីប្រគប់ឲ្យអ្វីមួយអាចដំណើរការទៅបានអញ្ចឹង dependency វាប្រៀបបានបែបហ្នឹងឧទាហរណ៍ថា application មួយវាអាចធ្វើការ run បានវាត្រូវការមានបង្គុំអីខ្លះមានដូចជាconfig file តូចៗនៅក្នុងហ្នឹងឬក៏ service ខ្លះវាទាមទារជាមួយទៅនឹងឲ្យធ្វើយើង install Java application នៅហ្នឹងឬក៏ install Python នៅហ្នឹងដើម្បីវាអាច run បានអញ្ចឹង dependency គឺមានន័យបែបហ្នឹងចំណុចទី2អ្វីទៅគឺជា repository នៅក្នុង Linux បើយើងនិយាយពី repository វាប្រៀបបានទៅជា config file មួយដែលសម្រាប់ធ្វើការ link ទៅកាន់ official ឬក៏ server ណាមួយនៅក្នុងគោលបំណងទៅទាញយក software ឬក៏ package មកធ្វើការប្រើប្រាស់នៅក្នុង server ជាងយើងមកដឹងអត្ថន័យពេញរបស់វាទាំងអស់គ្នា repository ឬក៏ software repository ហ្នឹងវាគឺជា server ដែលស្ថិតនៅចលកតាដែលមាននៅ software ឬក៏ package ច្រើនដែលត្រូវបាន store នៅលើវាហើយគ្រប់ Linux distribution មានន័យថាគ្រប់ Linux ទាំងអស់ដូចជា Ubuntu, Alma, Red Hat, CentOS, Fedora គឺវាតែងតែមាន repository របស់វាអញ្ចឹងនៅពេលដែលយើងអត់មានធ្វើការកែប្រែជាមួយទៅនឹង repository default របស់វាទេប្រភេទ Linux distribution ទាំងនោះវានឹងទៅធ្វើការ download នៅក្នុងអ៊ីនធឺណិតអញ្ចឹងវាចាំបាច់ឲ្យ Linux OS របស់យើងគឺមាន connection ដែលអាច access ទៅកាន់អ៊ីនធឺណិតបានចុះបើសិនជា server យើងអត់អាច access ទៅកាន់អ៊ីនធឺណិតបានហើយយើងត្រូវការប្រើប្រាស់ជាមួយទៅនឹងrepository តែយើងធ្វើម៉េច
គឺមាន solution ខ្ញុំនឹងបង្ហាញនៅវីដេអូបន្ទាប់ដែលយើងតាក់ទងជាមួយទៅនឹងការបង្កើតនៅ local repository អូខេមកដល់ចំណុចទី3ចំណុចទី3តាក់ទងជាមួយទៅនឹង Red Hat Package Manager ឬក៏យើងហៅថា OPM OPM វាគឺជា Package Management System មួយដែលវាធ្វើបានប្រើប្រាស់សម្រាប់ធ្វើការដំឡើងផ្ទៀងផ្ទាត់ update ឬក៏ uninstall នៅ software មួយនៅក្នុង distribution ទាំងនោះនឹងមានន័យថានៅក្នុង Linux OS ទាំងនោះឈ្មោះនៃ OPM package គឺបានមកពីពាក្យពេញដែលវាត្រូវមានអត្ថន័យនៃពាក្យពេញមកវាទី1 package name ទី2 -a.b.c -h.aoch.rpm ហើយនៅក្នុងផាននីមួយៗវាមានអត្ថន័យដូចនៅខាងក្រោម package name មានន័យថាជាឈ្មោះរបស់ package ដែលយើងចង់ download version number នេះ ABC ហ្នឹងមានន័យថាគឺជា version របស់ package ហ្នឹងហើយបន្តមកទៀត build number មានន័យថាវាជា software release number x នេះបន្តមកទៀត architecture ARCA ហ្នឹងគឺជា architecture ដែល package ហ្នឹងត្រូវបាន build ហើយចុងក្រោយត្រូវតែមាន .rpm ទើបវាគឺជា package របស់ rpm ហើយអ្នកនរគ្នាត្រូវចំណាំមួយ rpm នៅពេលដែលយើងដំឡើងគឺវាអត់ទាញយកជាមួយទៅនឹង dependency មកជាមួយទេមានន័យថាបើសិនជាយើងចាប់យក package មួយហ្នឹងគឺមកតែ package មួយហ្នឹងទេប៉ុន្តែបើសិនជា package មួយហ្នឹងវាធ្វើការ require ជាមួយទៅនឹង dependency មានន័យថា require ជាមួយទៅនឹង package ផ្សេងៗទៀតឬក៏ config file ផ្សេងៗទៀតវាអត់ automatic download មកជាមួយទេគឺយើងត្រូវតែទៅ download ដោយ manual ខ្លួនឯងប៉ុន្តែជំនួសឲ្យ OPM ដើម្បីកាត់បន្ថយបញ្ហាហ្នឹងគឺយើងអាចប្រើប្រាស់ជាមួយទៅនឹង YAM command បានអញ្ចឹង YAM command វានឹងធ្វើការ download dependency ដោយ automatic តែម្ដងមានន័យថា package មួយហ្នឹងត្រូវការ dependency ខ្លះវានឹងទៅ download តែម្ដងគឺយើងអត់ចាំបាច់ឈឺក្បាលទៅរក dependency ឲ្យ package មួយហ្នឹងទេតើឥឡូវយើងចូលដល់ចំណុចទី4ដូច YAM command YAM package manager មកពីពាក្យពេញថា yellow.updater modifier វាគឺជា command មួយដែលសម្រាប់ប្រើប្រាស់ក្នុងការទាញយកឬក៏ install នៅ application ដែលវាមានន័យថា modern ឬក៏ងាយស្រួលជាង RPM ហើយ by default វាត្រូវបាន install នៅលើ Fedora ហើយនិង Red Hat Enterprise ដែលមានដូចជាRed Hat CentOS Rocky ហើយនិង Alma Linux ជាដើមហើយ YAM គឺវាមានគុណសម្បត្តិរបស់វាគឺមានគុណសម្បត្តិច្រើនមែនទែនដូចដែលបានបកស្រាយនៅខាងលើអញ្ចឹងគឺមានន័យថានៅពេលដែលយើង down package មួយមកគឺវានឹងទាញយកជាមួយនឹងdependency មកជាមួយតែម្ដងហើយមួយវិញទៀត YAM វានឹងធ្វើការនៅក្នុង repository ដែលវា store នៅក្នុង /tc/yam.repo.d ហើយនឹងមាន config file repository ជាច្រើនទៀតអូខេហើយខាងក្រោមនេះគឺជា YAM command មួយចំនួនដូចជាតើតើមួយការ install update remove ឬក៏ list search info clean check update ជាដើមគឺសិតសឹងតែជា command សម្រាប់យើងអាចប្រើប្រាស់បានអូខេតោះឥឡូវយើងចូលទៅកាន់ server ជាក់ស្ដែងតែម្ដងអញ្ចឹងខ្ញុំនឹងតេស្តជាមួយទៅនឹង command មួយចំនួនហើយខ្ញុំ start ពី command install ទៅមុនអូខេឥឡូវយើងចង់ដឹងថាតើ YAM command របស់យើងមាននៅក្នុង server របស់យើងអត់យើងអាចប្រើ command wix ICH YAM នេះគឺមានអញ្ចឹងខ្ញុំអាចប្រើ command YAM install http d មាន install web service អូខេអញ្ចឹងបើសិនជាអ្នកគ្នាវាយប៉ុណ្ណឹងនេះវានឹងឆែកមើលហើយវានឹងសួរយើងថាយើងចង់ install អត់ស្អាយទំហំប៉ុណ្ណេះអញ្ចឹងកន្លែងនេះខ្ញុំសូមប្រាប់មួយទៀតបើសិនជាអ្នកនរគ្នាចង់ install ប៉ុន្តែយើងអត់ចង់អង្គុយចាំចុចអញ្ចឹងទេអត់ចង់ចាំចុច select yes no ទេយើងអាចប្រើបានជាមួយទៅនឹង option មួយទៀតគេហៅថាដកវាយមានន័យថាវានឹងធ្វើការ yes ទាំងអស់នៅពេលដែលវាសួរ yes ឬក៏ no គឺវាជ្រើសរើសយក yes ទាំងអស់អូខេ complete អញ្ចឹងយើងអាចមកមើលនេះគឺមាន
អូខេអញ្ចឹង comment បន្តទៀតយើង list យើងចង់ដឹងថាតើ pancake របស់យើងហ្នឹងគឺមានអីខ្លះយើងដាក់យ៉ាង list អូឃើញទេមានច្រើនគឺមានច្រើនមែនតើនេះហើយមួយទៀតតើនៅពេលដែលយើងប្រើ Yum comment យើងអត់មានចាំបាច់ឈឺក្បាលជាមួយទៅនឹងdependency ទេមានន័យថានៅពេលដែលយើង install complete គឺយើងអាចប្រើប្រាស់បានតែម្ដងហើយយើងអាចតែយើងអាច system ctl status httpd មានន័យថានេះយើងអាចប្រើយើងអាច start វាបានយើងលេងម្ដងទៀតនេះឃើញទេគឺមានន័យថានៅពេលដែលយើង install ចប់យើងអាច start stop service នឹងបានតែម្ដងគឺយើងអត់ចាំបាច់ឈឺក្បាលជាមួយទៅនឹងទៅស្វែងរក install នៅ dependency ដូច RPM ទេអូខេអញ្ចឹង comment បន្តទៀតអាចសូមមួយ comment ទៀតគឺតកតងជាមួយទៅនឹង comment check update ចង់ដឹងថាតើនៅក្នុងOS Linux របស់ខ្ញុំ server ហ្នឹងតើមាន package ណាត្រូវ update ថ្មីទៀតអត់ខ្ញុំអាចដាក់ yum ទៅមកខ្ញុំដាក់ check minus ខ្ញុំដាក់ថា update check update មានអញ្ចឹងនៅក្នុង Linux server របស់ខ្ញុំគឺមាន package ដែលត្រូវ update អូខេនេះគឺយើងអាចឥឡូវខ្ញុំអាច update តែម្ដង yum update y នេះខ្ញុំ update តែម្ដងទៅនេះចំនួនសារខ្ញុំ 1.4G package install 5 upgrade 4.41415 package អូខេអញ្ចឹងនៅក្នុងការបង្ហាញ comment យ៉ាំអ្នកគ្នាអាចយកអ្វីដែលនៅក្នុងតារាងនេះទៅធ្វើការអនុវត្តខ្លួនឯងបន្ថែមទៀតទើបដឹងច្បាស់បើសិនជាអ្នកគ្នាអត់បានធ្វើតាមទេអត់បានវាយនៅ comment នៅក្នុង Linux server ជាក់ស្ដែងទេគឺអត់ចាំអត់ចេះទេអញ្ចឹងអាចយក comment តាមខ្ញុំនេះទៅវាយតាមក៏បានបន្ទាប់ពីអ្នកនរគ្នាធ្វើការស្ដាប់ក៏ដូចជាសិក្សាមេរៀន Linux នៅក្នុងវីដេអូនេះតើអ្នកនរគ្នាយល់ដូចម្តេចដែរសូម comment នៅខាងក្រោមវីដេអូហើយកុំភ្លេចជួយចុច like ក៏ដូចជា subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗសូមតាមដានទស្សនានៅវីដេអូបន្ទាប់សូមអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូនេះជួបគ្នានៅវីដេអូបន្តទៀត